1បាទទស្សនាការប្រកួតគូមិត្តភាពគុណខ្មែរប៉ះគុណខ្មែរគីឡូ60បាទសេរីចាស់ប៉ះបាទចំនួនក្រោយឌីមសារ៉ាប៉ះជាមួយនឹងយុគយៈផ្លែបើកឆាក3ជើងផ្ទួនទៅលើរៀមច្បងយុគយៈផ្លែធាក់ឆ្វេងមួយទៀតរបស់ឌីមសារ៉ាបាទត្រកូលអ្នកប្រដាល់ប៉ះត្រកូលអ្នកប្រដាល់បាទមួយចំនួនមុតមួយចំនួនក្រោយបាទសងវិញពីយៈផ្លែថែមពីសារ៉ាបាទទាត់ជើងក្រោយមួយឌីមសារ៉ាបាទទាត់ឆ្វេងអូយលឿនណាស់បាទតែយៈផ្លែក៏លឿនដែរបាទជង្គង់មួយអូហូយបេះលឿនតែម្ដងពីយុគយៈផ្លែបាទគោះកង់មួយធាក់ឆ្វេងពីឌីមសារ៉ាបាទទាត់ឆ្វេងបាទជង្គង់មួយកែងអូបាទរហ័សដូចគ្នាចាក់ជើងក្រោមមួយពីឌីមសារ៉ាទាត់ស្ដាំរបស់បាទយៈផ្លែសងឆ្វេងដូចគ្នាបាទទាត់ឆ្វេងរបស់សារ៉ាបាទដើរចូលធាក់ស្ដាំបាទធាក់ឆ្វេងពីឌីមសារ៉ាបាទទាត់ឆ្វេងបាទដើរចូលជង្គង់ម៉ាត់ដៃឆ្វេងមួយរបស់យៈផ្លែឆ្វេងស្ដាំបោដៃជាមួយនឹងយៈផ្លែបាទស្ដាំមួយទៀតរបស់យៈផ្លែបាទប្រហែលគ្នាមិនបានទេបាទទាត់ឆ្វេងមួយរបស់យៈផ្លែកិច្ចផុតពីឌីមសារ៉ាបាទសារ៉ាទាត់ជើងក្រោមអូយចង់ទុនជើងបាទប៉ុន្តែមិនធ្វើអីទេបាទត្រឡប់មកវិញបានពីយៈផ្លែបាទទាត់ស្ដាំកិច្ចជើងកអូយ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 1
មួយជើងចំកញ្ចឹងក៏បាទធ្វើឲ្យយកយ៉ាផ្លែបាទត្រុតបន្តិចក៏ខ្ជាក់ថ្មិញចោលឥឡូវនេះបាទលោកកញ្ញាកណ្ដាលបាទឲ្យកម្មថ្មិញវិញបាទបន្តការប្រកួតបានបាទឱកាសរបស់សារ៉ាធាក់ឆ្វេងមួយសារ៉ាកណ្ដាលយ៉ាផ្លែបាទកំពុងតែទប់យ៉ាងម៉េចឲ្យចប់ទឹកមួយសិនបាទសារ៉ាចាក់ក៏ទាត់ឆ្វេងមួយទៀតបាទកែងអូយក៏មកគួរស្រូវបាទឆ្វេងស្រាំលោកកញ្ញាកណ្ដាលបាទបំបែកសិនបាទបំបាយសិនអាយ៉ាអូយបាទកិច្ចផុតបាទទាត់ឆ្វេងមួយរបស់សារ៉ាបាទទាត់ជើងក្រោមទាត់ឆ្វេងសារ៉ាឱកាសរបស់សារ៉ានៅក្នុងការបាទផ្ដាច់គូប្រកួតអត់ទេលោកកញ្ញាកណ្ដាលបំបែកពីក្រោយបាទកែងមួយសងវិញយ៉ាផ្លែដើរចូលដូរដៃជុកយ៉ាផ្លែទាត់ឆ្វេងរបស់សារ៉ាបាទត្រុតតែមិនអីបាទដកខ្លួនថយដើរចូលជីវិតពីយុគយ៉ាផ្លែទាត់ឆ្វេងមួយរបស់សារ៉ាបាទទាត់ឆ្វេងរបស់សារ៉ាបាទប្រកួតជាបន្តបាទទុនលើកទី2ចប់ទឹកទី1ទឹកទី2បាទទស្សនការប្រកួតជាបន្តមិត្តភាពគុណខ្មែរប៉ះគុណខ្មែរទឹកទី2គីឡូ60ឌីមសារ៉ាបង្គោលក្រហមបង្គោលខៀវយកយ៉ាផ្លែបាទចូលមកដូរជើងទុនទៅហើយរាប់2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
បន្តការប្រកួត បាទរាប់ភ្លាមបន្តការប្រកួតបាទជាបន្តអូយចូលមកពីបាទក៏មកគួរសេរីទេបាទទាត់ជាបន្តពីឌីមសារ៉ាបាទទាត់ឲ្យទាត់ទៀតឱកាសល្អរបស់ខ្លួនហើយបាទទាត់ឲ្យទាត់ទៀតថយបាទថយទាត់ឲ្យថយបាទទាត់សងពីយ៉ាក់ផ្លែអូយលោតកាប់ចានពីយុគយ៉ាក់ផ្លែទាត់ជើងក្រោមរបស់ឌីមសារ៉ាទាត់ឆ្វេងរបស់ឌីមសារ៉ាទុនជើងហើយ សម្រួល បាទចំកន្លែងណាមាញ់មកអូយពេញប្លង់ហើយមើលទៅបាទពេញប្លង់ហើយចាំមើលបាទកាមេរ៉ារបស់យើងបាទចាប់ចំប្លង់បាញ់បាទចូលគល់ផ្លូវឬក៏ចូលបាទកន្លែងសំខាន់បាទនេះបាទអូ បន្តការប្រកួត បាទលើបន្តការប្រកួតឌីមសារ៉ាចូលមកបាទគឺដឹងតែបន្ទាត់
បាទសេរីកុំឲ្យចាប់ប្លង់ចាស់បាទធាក់ឆ្វេងអត់ត្រូវជាក់ផ្លែដើរចូលទាត់ជើងក្រោមពីសារ៉ាបាទសារ៉ាថយទាត់ជង្គង់មួយបាទដេញទាត់បន្ថែមទៅលើជកជាក់ផ្លែទាត់ជើងក្រោមបាទសារ៉ាទាត់ជើងក្រោមអាយ៉ារលដួលខ្លួនឯងបាទគណៈដែលជាក់ផ្លែដេញបុកបាទទៅលើឌីមសារ៉ាទាត់តែជើងឆ្វេងទេទាត់ជើងក្រោមដួលយកជាក់ផ្លែសារ៉ាចូលដេញទាត់ម្ដងទាត់ឆ្វេងប្រកួតជាបន្តបានទាត់ជើងក្រោមរបស់ឌីមសារ៉ាបាទសារ៉ាដឹងតែពេលដេញទាត់សារ៉ាចាក់ជើងក្រោមសារ៉ាចាក់ជើងក្រោមចាក់ជើងក្រោមបាទសារ៉ាម៉ាត់ហើយកបាទទាត់ជើងក្រោមយ៉ាក់ផ្លែវាយសងបាទទាត់ជើងក្រោមពេលឌីមសារ៉ាបាទលោកកញ្ញាកណ្ដាលបាទរាប់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
រាប់លើកទី2បន្តការប្រកួត បាទតែម្ដងទៀតទេលែងមានការរាប់ហើយបាទលើឱកាសរបស់សារាទាត់ឲ្យម៉ាត់អូយលោកកញ្ញាកដាលសម្រាប់ចិត្តបញ្ឈប់ការប្រកួតតែម្ដងតស៊ូណាស់ដែរប៉ុន្តែយកយៈផ្លែមិនអាចបន្តទៀតបានអូហូយបាទអបអរសាទរទៅដល់បង្គោលក្រហមឌីមសារ៉ាបាទហើយក៏សូមតែដៃលើកទឹកចិត្តជូនបង្គោលខៀវយកយៈផ្លែម្នាក់មួយមកបងប្អូនបាទអ្នកទាំងពីរបានប្រឹងប្រែងអស់ពីលទ្ធភាពហើយបាទមើលទៅធ្ងន់គួរសមបាទសម្រាប់យកយៈផ្លែបាទប៉ះជាមួយនឹងកីឡាករវ័យក្មេងថ្ងៃនេះបាទត្រូវធ្ងន់គួរសមបាទគេហៅថារៀមច្បងតកោឌីមបាទបាទគេមានឌីមសារ៉ាឌីមសរុនឌីមសរមឌីមសរិតឪបាទក្រោយពីលោកអញ្ញាកដាសម្រាប់ចិត្តបញ្ឈប់ការប្រកួតត្រឹមទឹកទី2ដូច្នេះជ័យជំនះបានទៅលើបង្គោលក្រហមឌីមសារ